ចំពោះការប្រកួតផ្សេងៗគឺតែងតែមានជោគជ័យហើយនិងបរាជ័យឯងបើយើងមានគំនិតថាខ្ញុំអត់ចង់ប្រកួតទេខ្ញុំខ្លាចចាញ់ខ្ញុំខ្លាចខ្មាស់គេមានន័យថាយើងនឹងចាញ់ទាំងខ្លួនឯងស្រាប់ហើយកត្តាដែលធ្វើឲ្យរូបនាងខ្ញុំព្យាយាមស្វែងរកការប្រកួតផ្សេងព្រោះចង់ស្គាល់ខ្លួនឯងច្បាស់ថាសមត្ថភាពការរៀនរបស់ខ្ញុំនឹងនៅកម្រិតណាហើយខ្ញុំចង់ challenge មួយខ្លួនឯងចង់បានបទពិសោធន៍អីផ្សេងដូចជាការប្រកួត ICES ហ្នឹងខ្ញុំបានប្រកួតទៅលើវិញ្ញាសាគណិតវិទ្យាកម្រិតថ្នាក់11 12ហើយអ្នកចូលប្រកួតជិត 1000 នាក់ខ្ញុំធ្លាប់ចូលប្រកួត2ដងពីមុនមកហើយខ្ញុំទទួលបានមេដាយសំរឹទ្ធខ្ញុំក៏ធ្លាប់ប្រកួតជជែកដេញដោលទទួលបានមេដាយប្រាក់ការចូលប្រកួតអីផ្សេងហ្នឹងវាជាឱកាសសម្រាប់បង្ហាញនូវសមត្ថភាពខ្លួនឯងអាចសាកល្បងនៅបទពិសោធន៍ថ្មីធ្វើឲ្យយើងនឹងមានភាពប្រសើរឡើងជាងមុនហើយយើងដឹងខ្លួនឯងថានៅកម្រិតណាខ្សោយអីហើយយើងនឹងខ្លាំងអីការដែលខ្ញុំចូលប្រកួតហ្នឹងខ្ញុំគ្រាន់តែចង់វាស់សមត្ថភាពខ្លួនឯងឯងប៉ុន្តែនៅលទ្ធផលខ្ញុំទទួលបានមេដាយមាសខ្ញុំមានអារម្មណ៍រំភើបដោយសារខ្ញុំធ្វើបានល្អជាងឆ្នាំមុនហើយខ្ញុំដឹងថាឥឡូវហ្នឹងខ្ញុំបានកែប្រែអីខ្លះអនុវត្តគោលការណ៍បែបម៉េចទើបខ្ញុំទទួលបានមេដាយមាសហ្នឹងហើយខ្ញុំនៅព្យាយាមស្វែងរកគន្លឹះថ្មីដើម្បីខ្ញុំអាចរីកចម្រើនការដែលខ្ញុំចូលប្រកួតពីមុនមកដល់ឥឡូវហ្នឹងបានពង្រីកវិសាលភាពនៃចំណេះដឹងខ្ញុំដូចជាធ្វើឲ្យខ្ញុំហ្នឹងដឹងថាជាចំណង់ចំណូលចិត្តរបស់ខ្លួនឯងជាចំណុចខ្សោយរបស់ខ្លួនឯងចំណុចខ្លាំងរបស់ខ្លួនឯងអ្វីដែលសំខាន់ខ្ញុំរីករាយជាមួយសមិទ្ធផលដែលខ្ញុំទទួលបានកន្លងមកហើយខ្ញុំពិតជាពេញចិត្តនៅអ្វីដែលខ្ញុំបានខំប្រឹងពីមុនមកតាំងពីដើមរហូតដល់ខ្ញុំទទួលបានមេដាយមាសមួយនេះគោលដៅបន្ទាប់ខ្ញុំចង់ប្រកួតនៅក្នុងថ្នាក់អន្តរជាតិដោយសារខ្ញុំចង់ដឹងថាការប្រកួតនៅក្នុងថ្នាក់អន្តរជាតិហ្នឹងទទួលអារម្មណ៍បែបម៉េចគេរៀបចំកម្មវិធីបែបម៉េចដូច្នេះហើយខ្ញុំពិតជាចង់សាកល្បងនៅអីដែលថ្មីដើម្បីទទួលបានបទពិសោធន៍ថ្មីផងដែរនៅពេលដែលខ្ញុំចូលរៀននៅ AIS នៅក្នុងឆ្នាំនេះខ្ញុំសង្កេតឃើញថាវិន័យនៅ AIS ល្អហើយបរិស្ថាននៅក្នុងសាលាល្អដូច្នេះហើយធ្វើឲ្យខ្ញុំហ្នឹងងាយស្រួលក្នុងការផ្ដោតអារម្មណ៍រៀនជាងមុនលោកគ្រូគាត់តែងតែដាក់កិច្ចការផ្ទះជាញឹកញាប់ខ្ញុំអាចអនុវត្តលំហាត់របស់ខ្ញុំហ្នឹងជារៀងរាល់ថ្ងៃការដែលយើងធ្វើលំហាត់រាល់ថ្ងៃគឺជាកាតាលីករជំរុញមួយនាំឲ្យយើងហ្នឹងទទួលបានលទ្ធផលល្អផងដែរចំពោះការប្រកួតផ្សេងគឺតែងតែមានជោគជ័យហើយនិងបរាជ័យឯងព្រោះអីបើយើងមានគំនិតថាខ្ញុំអត់ចង់ប្រកួតទេខ្ញុំខ្លាចចាញ់ខ្ញុំខ្លាចខ្មាស់គេនៅពេលដែលយើងមានគំនិតបែបនេះមានន័យថាយើងនឹងចាញ់ទាំងខ្លួនឯងស្រាប់ហើយព្រោះអីយើងអត់មានគំនិតថាយើងនឹងចង់ឈ្នះទទួលបានលទ្ធផលមួយដែលល្អឯងហើយយើងក៏អត់អាចនឹងទទួលបានបទពិសោធន៍អីថ្មីពីការប្រកួតប្រជែងទាំងនោះដែរព្រោះអីយើងនៅតែមានកូនចិត្តមួយខ្លាចទោះជាលទ្ធផលនោះចាញ់ឬឈ្នះក៏ដោយវាជាកាតាលីករមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍយើងនាថ្ងៃអនាគតសាលារៀនអន្តរជាតិអាមេរិកាំង AIS គុណភាពវិន័យនិងសេវាកម្ម